ទេនៅសិស្សបើអ្នកចង់ធ្វើប្រមាណវិធីបូកដកគុណចែកនៅក្នុងកម្មវិធី Excel ដំបូងអ្នកត្រូវមានតារាងទិន្នន័យដូចនេះរួចវាបញ្ចូលទិន្នន័យស្មើសមបើកវងក្រចកវាបញ្ចូលឈ្មោះ cell ឬចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញាក្បៀសរួចវាបញ្ចូលឈ្មោះ cell ឬចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter ឬតាមវិធីមួយទៀតដោយវាយសញ្ញាស្មើចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញាបូកចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter សម្រាប់ប្រមាណវិធីដកគ្រាប់តែវាយសញ្ញាស្មើចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញាដកចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter សម្រាប់ប្រមាណវិធីគុណគ្រាប់តែវាយសញ្ញាស្មើហើយវាយពាក្យ product សញ្ញាបើកវងក្រចកចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញាក្បៀសចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter ឬតាមវិធីមួយទៀតដោយវាយសញ្ញាស្មើចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញាកាយចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter សម្រាប់ប្រមាណវិធីចែកគ្រាន់តែវាយសញ្ញាស្មើចុចលើ cell ដែលអ្នកចង់គណនាចុចសញ្ញា slash ចុចលើ cell ដែលអ្នកចង់គណនាមួយទៀតរួចចុច enter ចង់ដឹងរូបមន្តនិងគន្លឹះខ្លីៗបន្ថែមទៀតសូម comment នៅខាងក្រោម